វីដេអូមីនេះខ្ញុំមកធ្វើការស្រាយចម្ងល់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាបងប្អូនមួយចំនួននៅពេលដែលគាត់ឃើញបងប្អូនយើងក៏ដូចជាឃើញនៅការបង្ហោះវីដេអូតាក់ទងនឹងការទៅបោះតង់នៅភ្នំក្នុងផ្សារភ្នំក្នុងសំពៅបាទអញ្ចឹងគឺខ្ញុំសូមមកបង្ហាញនៅត្រង់ចំណុចកន្លែងការបោះតង់នៅត្រង់ទីតាំងភ្នំក្នុងសំពៅដោយដែលខ្ញុំបានធ្វើការបង្ហាញតាមរយៈវីដេអូមួយនេះឃើញថាមានបងប្អូនយើងជាច្រើនក៏ខមមែនតើគាត់បានមកសម្រាប់លំហែអារម្មណ៍ក៏ដូចជានៅថ្ងៃចុងសប្តាហ៍បាទអញ្ចឹងសម្រាប់តកតងនឹងអ្វីដែលខ្ញុំលើកឡើងមកនេះគឺជាបញ្ហាមួយសម្រាប់បងប្អូនគាត់តែងតែមានចម្ងល់សួរក៏ដូចជា comment តាមរយៈវីដេអូរបស់ខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំនិយាយអំពីតកតងនឹងបញ្ហាបន្ទប់ទឹកដោយដែលនៅក្បាលនៃវីដេអូដែលខ្ញុំបានធ្វើការបង្ហាញមុននេះតកតងនឹងបន្ទប់ទឹកគឺមានគ្រប់គ្រាន់សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើដំណើរទៅសម្រាករំហែកាយនៅថ្ងៃចុងសប្តាហ៍បាទអញ្ចឹងមិនជាបញ្ហាលំបាកទេនៅពេលដែលបងប្អូនចង់ងូតទឹកសម្អាតជំរះកាយឬក៏បត់ដៃបត់ជើងយើងអាចធ្វើការប្រើប្រាស់បន្ទប់ទឹកបានដែលបន្ទប់ទឹកនេះតាមអ្វីដែលខ្ញុំបានទៅបោះតង់មួយយប់គឺម្នាក់$1អញ្ចឹងមួយថ្ងៃពេញជាខាងសហគមន៍គាត់មានជាកាតដើម្បីសម្គាល់ឲ្យយើងអញ្ចឹងបើសិនជាករណីយើងទៅគ្នាចំនួនប្រហែលនាក់គឺគាត់ឲ្យមកយើងប៉ុណ្ណឹងសម្រាប់ខ្ញុំចំនួនគ្នា3នាក់អញ្ចឹងមិត្តភក្តិខ្ញុំគាត់ទទួលបាននៅកាតហ្នឹងចំនួន3អញ្ចឹងនៅពេលដែលបងប្អូនដែលគាត់ធ្វើដំណើរចូលដូចជាទៅងូតទឹកនៅក្នុងបន្ទប់ទឹកគឺយើងអាចបង្ហាញកាតទៅយើងមិនត្រូវធ្វើការបង់ប្រាក់ទៀតទេបាទហើយមួយវិញទៀតបើសិនជាករណីបងប្អូនមិនចង់ទៅធ្វើការងូតទឹកនៅក្នុងបន្ទប់ទឹកយើងអាចមានជាទៅមុខនៅទឹកជ្រោះផងដែរដែលទៅខាងក្រោមទៅទៀតអញ្ចឹងទឹកជ្រោះគឺត្រជាក់មែនទែនបាទមិនតែទឹកជ្រោះទេតែបីតែទឹកដែលយើងប្រើប្រាស់សម្រាប់ងូតនៅក្នុងបន្ទប់ទឹកនោះគឺត្រជាក់ដោយសារតើទៅនឹងទឹកគឺយើងខាងសហគមន៍គាត់បានទាញយកពីប្រភពទឹកជ្រោះនៅខាងភ្នំក្នុងផ្សារក្នុងសំពៅនឹងផ្ទាល់តែម្ដងបាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំមកធ្វើការស្រាយចម្ងល់ក៏ដូចជាមកធ្វើការបង្ហាញអំពីទស្សនវិជ្ជាជាក់ស្ដែងជូនដល់បងប្អូនដែលគាត់បាន comment នៅក្នុងវីដេអូរបស់ខ្ញុំបាទអរគុណដល់បងប្អូនក៏ដូចជាមិត្តភក្តិទាំងគ្នាបាយបាយ